ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំធ្វើលំហាត់1 6គុណនឹង4ឆ្លើយគុណ2បូក4 factorial អញ្ចឹងបងប្អូនទាំងអស់គ្នាឆ្ងល់លេខតើសញ្ញា factorial តាមដោយអ្វីអញ្ចឹង factorial តំណាងឲ្យលេខ factorial គុណនឹងលេខទាំងអស់ចុះក្រោមឧទាហរណ៍4 factorial អញ្ចឹងស្មើនឹង4គុណនឹង3គុណនឹង2គុណនឹង1ស្មើនឹង24អញ្ចឹងនៅក្នុងវិធី PEMDAS យើងត្រូវធ្វើនៅក្នុងកញ្ចក់សិនអញ្ចឹង4ហើយយើងធ្វើស្វ័យគុណមុនអញ្ចឹងស្មើនឹង6គុណនឹង4ស្វ័យគុណ2ស្មើនឹង16បូកនឹង4 factorial 6គុណនឹង16ស្មើនឹង96អញ្ចឹងស្មើនឹង96បូក4 factorial 4 factorial ស្មើនឹង24អញ្ចឹង96បូកនឹង24ហើយ96បូក24ស្មើនឹង120ចឹងទាំងអស់នេះស្មើនឹង120ជំរាបលាបងប្អូន